ngày nay chập đám lược pi chấm nội mùiในมโนគមវិជ្ជានយោបាយហូជីមិញដែលគាត់បានបញ្ជ្រាបចូលទៅក្នុងខួរក្បាលរបស់ប្រជាប្រដ្ឋវៀតណាមរហូតជ្រាបទៅដល់បេះដូងរបស់ប្រជាប្រដ្ឋវៀតណាមគាត់បាននិយាយទៅកាន់ប្រជាប្រដ្ឋវៀតណាមថាសូមអ្នកពិនិត្យមើលទឹកដីរបស់អ្នកប្រវត្តិសាស្ត្ររបស់អ្នកដើម្បីឲ្យអ្នកច្បាស់លាស់ថាទឹកដីមួយនេះណាអ្នកត្រូវការពារទឹកដីនេះទាំងអស់គ្នារួចហើយត្រូវពង្រីកទឹកដីនេះទាំងអស់គ្នាឥតមានអ្នកណាមួយកិច្ចរួចពីកាតព្វកិច្ចក្នុងការការពារទឹកដីហើយនឹងពង្រីកទឹកដីទេបើអ្នកមិនធ្វើទាំងអស់គ្នាទេណាអ្នកពិនិត្យឲ្យបានច្បាស់អ្នកនឹងក្លាយពីម្ចាស់ផែនដីនេះណាទៅជាកុលសម្ព័ន្ធនៅក្នុងទឹកដីនេះមួយប្រពេចភ្នែកទេពីព្រោះទឹកដីនេះណាអ្នកយករបស់គេអ្នករស់នៅដូចនៅលើភ្នំភ្លើងអញ្ចឹងវាអាចផ្ទុះគ្រប់ពេលវេលាទាំងអស់ជនជាតិចាមគឺពួកម៉ុងតាញ៉ារហូតដល់សប្តាហ៍ថ្ងៃមិនទាន់ឈប់រឿងងើបឬបំរាស់ផងមួយផ្នែកទៀតគឺជាទឹកដីរបស់ខ្មែរយើងគឺកម្ពុជាក្រោមកម្ពុជាក្រោមក៏បាក់បោដែរដូច្នេះស្ថានភាពរបស់ប្រទេសអ្នកណាដូចរស់នៅលើភ្នំភ្លើងអញ្ចឹងតែមកប្រព្រឹត្តភ្នែកទេអ្នកអាចคล้ายពីម្ចាស់ប្រទេសទៅជាកុលសម្ព័ន្ធរស់នៅលើទឹកដីហ្នឹងពីព្រោះម្ចាស់ប្រទេសគេណាគេនឹងងើបបះបោគេមានបំណងងើបបះបោគ្រប់ពេលវេលាឲ្យតែអ្នកផ្លិចខ្លួនតែបន្តិចលោកអញ្ចឹងណាតែយើងកលៀសខ្លួនបន្តិចគឺដឹងអណ្ដែតហ្មងដូចបាល់មួយដែលយើងជន់ក្នុងទឹកអញ្ចឹងផ្លិចខ្លួនបន្តិចគឺដឹងតែពីកលាប់ពីម្ចាស់ប្រទេសទៅជាកុលសម្ព័ន្ធនៃប្រទេសនឹងតែហ្មងគាត់បញ្យល់អញ្ចឹងទៅកាន់ប្រជាប្រដ្ឋវៀតណាមប្រជាប្រដ្ឋវៀតណាមជ្រាបអានឹងចូលទៅក្នុងខួរក្បាលរួចហើយជ្រាបចូលទៅដល់ក្នុងបេះដូងវាច្បាស់លាស់វាថារឿងហ្នឹងពិតជាអញ្ចឹងមែនហូជីមិញគាត់និយាយត្រូវពីព្រោះទឹកដីរបស់ប្រទេសវៀតណាមជាទឹកដីដែលដណ្ដើមគេហើយម្ចាស់ស្រុកគេនៅក្នុងហ្នឹងគេមានបំណងងើបរើបំរាស់គ្រប់ពេលបើអ្នកមិនធ្វើការដើម្បីត្រួតត្រាទឹកដីរបស់អ្នកទេហើយនឹងពង្រីកទឹកដីរបស់អ្នកទេក្នុងមួយប្រពេចភ្នែកអ្នកអាចខ្លាចពីភាពជាម្ចាស់នៅលើទឹកដីហ្នឹងទៅជាកុលសម្ព័ន្ធនៅលើទឹកដីហ្នឹងអ្នកច្បាស់លាស់នៅថាអ្នកត្រូវតែធ្វើការទាំងអស់គ្នាដើម្បីត្រួតត្រាទឹកដីហ្នឹងឲ្យជាប់រួចហើយពង្រីកទឹកដីហ្នឹងគំនិតទស្សនៈមួយហ្នឹងបានជ្រាបចូលទៅក្នុងខួរក្បាលរបស់ប្រជាប្រដ្ឋវៀតណាមជាពិសេសគឺជនជាតិគិញព្រោះនៅក្នុងប្រទេសវៀតណាមមានពួកម៉ុងតាញ៉ាដែលជាជនជាតិចាមហើយនឹងខ្មែរកម្ពុជាក្រោមគេហៅថាពលរដ្ឋវៀតណាមដែរប៉ុន្តែអ្វីដែលគាត់បញ្ជូនសញ្ញាគឺទៅជនជាតិគិញគឺជនជាតិវៀតណាមដើមថាបើអ្នកមិនធ្វើការព្រមគ្នាដើម្បីត្រួតត្រាទឹកដីនេះទេណាឥតមានពីណាធ្វើជួសអ្នកទេអ្នកអាចខ្លាចពីម្ចាស់ប្រទេសមួយប្រព្រឹត្តភ្នែកទៅជាកុលសម្ព័ន្ធនៅលើទឹកដីហ្នឹងអ្នកច្បាស់លាស់នៅបើអ្នកមិនធ្វើការទាំងអស់គ្នាទេឥតមានពីណាជួយធ្វើការអ្នកជំនួសអ្នកទេណែកំណត់មួយនឹងជ្រាបចូលទៅក្នុងខួរក្បាលរបស់ជនជាតិវៀតណាមរហូតទៅដល់ជ្រាបចូលទៅដល់ក្នុងបេះដូងរបស់ជនជាតិវៀតណាមគេច្បាស់លាស់ក្នុងខ្លួនរបស់គេណាស់គ្រប់សម័យកាលសង្គ្រាមទាំងអស់ពលរដ្ឋវៀតណាមចូលរួមយ៉ាងសកម្មក្នុងចលនាការពារទឹកដីពង្រីកទឹកដីរបស់គេបងប្អូនមើលសពថ្ងៃមើលសំបីតែមកនៅដល់ប្រទេសខ្មែរហើយណាបើថាទៅបោះឆ្នោតតែបងប្អូនត្រៀមលក្ខណៈគ្រប់បែបយ៉ាងរួចជាស្រេចអត្តសញ្ញាណប័ណ្ណដែលគេធ្វើដោយខុសច្បាប់បាននៅលើទឹកដីយើងថែរក្សាទុកយ៉ាងត្រឹមត្រូវថ្ងៃបោះឆ្នោតគេចេះទៅមើលឈ្មោះហើយឈរតម្រង់កតុយអត់ទៅផ្ទះវិញទេច្បាស់លាស់ក្នុងខ្លួនណាបើគេមិនធ្វើការដើម្បីពង្រីកទឹកដីត្រួតត្រាទឹកដីដែលគេយកបានទេបើគេមិនធ្វើការទាំងអស់គ្នាទេនៅថ្ងៃណាមួយប្រពេចភ្នែកទេគេអាចคล้ายពីម្ចាស់ប្រទេសទៅជាកុលសម្ព័ន្ធនៅក្នុងទឹកដីនឹងរហូតដល់សប្តាហ៍នៅអញ្ចឹងដូចរស់នៅលើភ្នំភ្លើងមួយចិត្តផ្ទុះអញ្ចឹងខ្មែរកម្ពុជាក្រោមក៏ចង់បះបោជនជាតិម៉ុងតាញ៉ាដែលជាជនជាតិដើមរបស់ជនជាតិចាមក៏ចង់ងើបបះបោប្រឆាំងជាមួយនឹងពលរដ្ឋវៀតណាមដែរអញ្ចឹងបើអ្នកមិនធ្វើការព្រមគ្នាដើម្បីត្រួតត្រាទឹកដីដែលអ្នកយកបានហើយនឹងពង្រីកទឹកដីរបស់អ្នកទេអ្នកនឹងក្លាយទៅជាកុលសម្ព័ន្ធនៅលើទឹកដីនឹងមួយប្រពេចភ្នែកទេសញ្ញាមួយនឹងវាច្បាស់បងប្អូនហូជីមិញគាត់និយាយទៅនឹងមិនមែនកុហកទេប្រជាប្រដ្ឋវៀតណាមគាត់ច្បាស់ស្ដាប់ទៅគឺអញ្ចឹងមែន
ផលមួយវាមិនដែលកើតប្រជាហេតុទេបាត់បង់ទឹកដីមិនឈប់មិនឈរនឹងទៅរកមើលហេតុវាទៅវាមានហេតុរបស់វាហើយហេតុធំជាងគេបំផុតគឺកើតក្នុងកត្តាក្នុងរបស់ខ្មែរហ្មងគឺភាពអសកម្មរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមជួយការពារទឹកដីរបស់ខ្លួនកាលពីមុនដូចជាគ្រាន់បើដែរប៉ុន្តែវាទៅទាំងវងដោយសារការជឿដល់តែចាញ់បោកមេដឹកនាំច្រើនពេកទៅលែងចូលរួមស្អីទាំងអស់ឥឡូវឲ្យតាណាហៅចូលរួមឲ្យស្អីអញតិចមកក៏គ្រាន់បើដែរអញយកដល់ដៃភ្លាមគាត់គិតអញ្ចឹងខ្មែរទៅជាគិតខ្លីហ្នឹងដោយសារវាមានហេតុរបស់វាគឺមេដឹកនាំនឹងបោកជាបន្តបន្ទាប់ប៉ុន្តែបើក្នុងស្ថានភាពហ្នឹងហើយយើងមិនកែលម្អរស់ធ្វើអីបងប្អូនរស់ធ្វើអីរស់ចាំថ្ងៃងាប់ឬយ៉ាងម៉េចទោះបីដល់ក្នុងស្ថានភាពណាក៏ដោយដង្ហើមចុងក្រោយក៏ដោយបងប្អូនកើតជាមនុស្សណាវាត្រូវតែរើបំរាស់ក្នុងស្ថានភាពនេះណាបងប្អូនពួកយើងចង់បញ្ជូនសញ្ញាមួយយ៉ាងច្បាស់លាស់ទៅក្នុងខួរក្បាលរបស់កូនខ្មែរដែរដោយសញ្ញាដែលហូជីមិញបញ្ជូនទៅកូនយួនដែរថាបងប្អូនហើយបងប្អូនបើអំណាចមិននៅក្នុងដៃរបស់បងប្អូនទេបើអំណាចវានៅតែប្រមូលផ្ដុំទេមិនបាច់ទៅទៀមទាស្អីទេវាមិនបានស្អីទេជាប់នៅក្នុងក្បាលហ្នឹងបងប្អូនមើលឃើញនៅបើអំណាចមិនត្រូវបានគេប្របែកទេអំណាចនៅតែប្រមូលផ្ដុំទេទៅផ្ដុំក្នុងដៃអាណាក៏ដោយអាបៈណាក៏ដោយអាស្នេហាជាតិណាក៏ដោយទៅផ្ដុំក្នុងដៃអ្នកណាក៏ដោយផ្ដុំក្នុងដៃរដ្ឋាភិបាលមិនកើតទេទៅផ្ដុំក្នុងដៃសំរងស៊ីទៅផ្ដុំក្នុងដៃកម្មសខាទៅផ្ដុំក្នុងដៃអាណាក៏ដោយមិនបានទេបើអំណាចមិននៅក្នុងដៃរបស់បងប្អូនទេមិនបាច់ទៅទៀមទាស្អីទេទៅទៀមទាដីទៅទៀមទារោយុទ្ធធម៌ទៅនេះទៅនោះគេមើលឃើញថាបានស្លឹកស្នោតដាក់លក្ខខណ្ឌយើងគិតថាបានស្លឹកស្នោតអាណត្តិក្រោយទៀតបានគេឲ្យហើយបានឲ្យតិចហ្នឹងតាំងស្ងប់ចិត្តលិចអំណាចទៅទៀតឡើយអញ្ចឹងបានចង់បញ្ជូនសញ្ញាទៅបងប្អូនថាបើអំណាចដឹកនាំរដ្ឋនេះមិនបានបំបែកទេអំណាចមិននៅក្នុងដៃរបស់បងប្អូនទេបងប្អូនកុំទៅទៀមទាស្អីវាមិនបានសេចក្តីសុខតកូនតចៅទេហើយរឿងបបែកអំណាចហ្នឹងដូចហូជីមិញគាត់និយាយចឹងណាបើពួកយើងទាំងអស់គ្នាអត់ធ្វើទេអត់មានអិនណាមកធ្វើឲ្យទេបច្ចាណាមើលចុះតើវាអញ្ចឹងមែនអត់ឬខ្ញុំបលើបងប្អូនបច្ចាណាមើលនិយាយអស់ពីពោះពីពងណាបងប្អូននិយាយអស់ពីពវៀនបតាំងហើយស្ដាប់រួចហើយបច្ចាណាទៅវាអញ្ចឹងមែនអត់ទី1បើអំណាចនឹងមិនបានបបែកទេបងប្អូនកុំទៅទៀមទាស្អីព្រេងជ្រើ 70% មកដែរឥឡូវបានព្រេងកាតមកទៀតហើយឮតែឈ្មោះទេកុំសង្ឃឹមថាបានស្អីស៊ីគេស៊ីអស់ហើយមន្ត្រីក្រសួងគេលក់ខ្ទេចខ្ទីអស់ហើយនឹងអ្នកកាន់ការងារស្រុកទេពួកឆ្លៀតឱកាសមិនទាន់បានកាន់អំណាចហ្នឹងក៏អញ្ចឹងដែរបងប្អូនសង្កេតមើលមុខពួកគេឲ្យច្បាស់សិតតែពួកប្រមូលផ្ដុំអំណាចដូចគ្នាទេថ្នាក់ដឹកនាំរបស់គណៈបកចុះទៅមូលដ្ឋានបងប្អូនមើលថ្នាក់ដឹកនាំរបស់គណៈបកយើងមានអ្នកណាខ្លះសិតតែថ្នាក់សិតតែជាន់ទៅអញ្ចឹងសិតតែពួកផ្ដាច់ការទេគេថាប្រជាធិបតេយ្យអាគេថាទៅប៉ុន្តែយើងចេះមើលអត់ពួកយើងចង់គៀកស្មាគ្នាបង្កើតសង្គមមួយដែលពួកយើងទាំងអស់គ្នាជាម្ចាស់ប្រទេសដោយប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យតែគេកាន់ក្បាលមីក្រូនិយាយទៅកាន់ពលរដ្ឋគេនិយាយថាក្នុងនាមយើងជាពលរដ្ឋនៃសហរដ្ឋអាមេរិកបងប្អូនណាដើម្បីបណ្ដុះមនោគមវិជ្ជាប្រជាធិបតេយ្យឲ្យបាននៅក្នុងស្រុកខ្មែរបណ្ដុះមុនគេគឺនៅក្នុងខួរក្បាលរបស់មនុស្សម្នាក់សិនតោះតែបងប្អូនឃើញគេអានពាក្យអញ្ចឹងវាញាប់ញ័រក្នុងចិត្តហ្មងណាដូចទទួលយកបណ្ដាថ្នាក់ដឹកនាំចុះទៅណាមានអាលើចុះទៅក្រោមស្អីទាំងអស់គ្នាស្មើគ្នាណាក្នុងសង្គមប្រជាធិបតេយ្យវាទាត់តែជ្រាបហ្មងណាគាត់តែឃើញវេទិកាគេរៀបហ្នឹងឲ្យមេបាក់គេចុះពីលើឡានមកមានអង្គរៈគេបដៅពីព្រូមកសំរងស៊ីក៏ចឹងកឹបសខាក៏ចឹងបងប្អូនមើលតែមកតែបានធ្វើនាយករដ្ឋមន្ត្រីទៀតទៅជាស្អីទៀតហើយវាចេញអាក្បួនហ្នឹងវាអត់ចេញអាទាំងអស់គ្នាដើម្បីទាំងអស់គ្នាវាចេញអាចារ្យកាត់ពីលើគ្នាអាចារ្យនៅពីលើគេអត់មានច្បាប់ណាគ្របវាអត់បានគៀកស្មាគ្នាជាអង្គកង់ណាពួកយើងទាំងអស់គ្នាណាគេហៅ check and balance ណាយើងចង់បញ្ជូនសញ្ញាមួយនឹងឲ្យប្រជាប្រដ្ឋខ្មែរថាបើអ្នកគ្មានអំណាចក្នុងដៃទេបើអំណាចរដ្ឋមិនត្រូវបានបំបែកទេបងប្អូនកុំទៅទៀមទាស្អីវាអត់បានទេគេមរតកដូនតាបន្តទុកនឹងទាំងកោវត្តក៏ដោយទាំងព្រៃឈើក៏ដោយទាំងរ៉ែក៏ដោយថាវាមិនបានស៊ីទេបងប្អូនចាំពាក្យខ្ញុំទៅក្អែក្អកបន្តិចបន្តួចបានជាសាលារៀនជាមន្ទីរពេទ្យហ្នឹងព្រោះចង់បានស្លឹកដាល់អាណត្តិក្រោយទេគេមើលឃើញអញ្ចឹងណាឲ្យស៊ីតាមភាពត្រឹមត្រូវតែថាដូនតាយើងបន្សល់មកចែកគ្នាតាមភាពត្រឹមត្រូវវាគ្មានទេពីព្រោះអំណាចវានៅក្នុងដៃយើងទេអំណាចរដ្ឋវាមិនបំបែកទេប្រព័ន្ធដឹកនាំរដ្ឋនឹងអត់តំ
តម្លាភាពទេអត់ប្រសិទ្ធភាពទេមធ្យោបាយធ្វើដំណើររបស់យើងអត់ប្រសិទ្ធភាពទេកុំចង់ទៅកំពង់សោមកុំចង់ទៅកំពង់ស្ពឺមើលមធ្យោបាយធ្វើដំណើររបស់យើងសិនអាដុំទីនម៉ូដឹកនាំរដ្ឋនេះក្រសួងមន្ទីរនេះវាមានតម្លាភាពប៉ុណ្ណាអំណាចនៅក្នុងដៃយើងនៅយើងអាចត្រួតពិនិត្យកិច្ចការរដ្ឋជាប្រចាំក្នុងនាមជាម្ចាស់នៅបើបងប្អូនមើលតែសាលារៀនមើលតែមន្ទីរពេទ្យឬតែចាស់ទៅគេឲ្យណា40000ឯណាអត់មើលអាដុំទីនម៉ូល្បីម៉ាស៊ីននេះអាប្រព័ន្ធរដ្ឋបាលនេះវាប្រមូលផ្ដុំអំណាចអត់មើលកន្លែងហ្នឹងងាប់ហើយបងប្អូនយកទៅគិតបន្ទាប់មកទៀតបងប្អូនត្រូវច្បាស់លាស់ក្នុងខ្លួនថារឿងហ្នឹងបើអត់យើងទាំងអស់គ្នាចូលរួមអត់មានអាណាធ្វើឲ្យទេឲ្យច្បាស់លាស់អីចង់បានបបាយអំណាចដែរមិនអត់ធ្វើទេតែអត់ធ្វើអត់មានអាធ្វើឲ្យទេច្បាស់លាស់នៅបងប្អូនស្ដាប់រួចហើយស្មាតទោសនឹងនិយាយប្រាប់បងប្អូនថាមិនបាច់បោះឆ្នោតឲ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេឲ្យយល់ពីប្រព័ន្ធដឹកនាំរដ្ឋឲ្យយល់ពីបកប្រជាធិបតេយ្យរួចហើយទៅផ្ទះវិញបង្កើតបកប្រជាប្រដ្ឋខ្លួនឯងហ្នឹងទៅតែបង្កើតមកមានមេបកមានអគ្គលេខាធិការមានគណៈកម្មការយុមានអញ្ចឹងមានចេញជារូបរាងបកតែចេញរូបរាងបកតែឃោសនាគេថាបកមកទៀតឃើញទេវាចេញអាក្បួនហ្នឹងបាននិយាយស្ដាប់គ្នាមិនបានសោះខ្មែរហ្នឹងបងប្អូនហើយបងប្អូនស្មាតទោសខ្ញុំថ្លឹងចិត្តខ្ញុំណានិយាយអញ្ចឹងគេថាយើងអួតទៅបងប្អូនប៉ិនមិនដឹងជានិយាយថាម៉េចបើចិត្តយើងវាផុសហើយអញ្ចឹងឡើងណែបើខ្ញុំអត់ធ្វើមានណាធ្វើណាខ្ញុំថ្លឹងចិត្តខ្ញុំអត់មានអាអិនណាធ្វើទ្រាំអត់បាននឹងភាពអសកម្មរបស់ប្រជាប្រដ្ឋខ្មែរហ្នឹងយើងនិយាយអញ្ចឹងគេថាយើងអួតទេហូជីមិញគាត់និយាយថាម៉េចគាត់និយាយថាក្នុងសង្គ្រាមប្រឆាំងជាមួយនឹងប្រទេសបារាំងនេះណាគាត់ហូជីមិញចង់ចុះទៅលើទីលានប្រយុទ្ធផ្ទាល់ក្នុងការដឹកនាំទ័ពប៉ុន្តែគាត់ទៅអត់បានពីព្រោះក្នុងកលៈទេសៈនេះរកពីណាជំនួសខ្ញុំអត់ទាន់បានទេទៅក្នុងសមរភូមិខ្ញុំខ្លាចងាប់ហើយហូជីមិញខ្លាចងាប់បងប្អូនចាណាមើលគាត់មិនដែលខ្លាចងាប់ទេប៉ុន្តែសំខាន់គាត់ថាបើគាត់ងាប់ក្នុងពេលនេះដោះស្រាយបញ្ហាប្រទេសវាអត់ទាន់បានអញ្ចឹងហើយបានជាគាត់មិនចូលរួមប្រយុទ្ធនៅលើទីវាលជាមួយយុទ្ធមិត្តគាត់ទេហើយភាសាហ្នឹងប្រជាពលរដ្ឋវៀតណាមទទួលយកបានច្បាស់លាស់ថាអញ្ចឹងមែនណាហើយដល់ពេលពួកយើងវិញខ្ញុំនិយាយអញ្ចឹងគេថាខ្ញុំអួតអូមានតែឯងប៉ុន្តែខ្ញុំបានថ្លឹងចិត្តខ្ញុំបងប្អូនបើប្រហែលអញហើយជួយមិនបានទេមុខខ្មែរមានណាជួយទេអត់មានអាណាជួយទេបងប្អូនមើលឲ្យច្បាស់គ្រប់ចលនានយោបាយដបងដៃបងប្អូនចាប់រាប់ពីគណៈបកកណ្ដាលអំណាចមុនមកតើមានកន្លែងណាមួយដែលចូលរួមគ្នាដើម្បីជាតិអូយកជាតិជាបាតគ្រឹះដើម្បីឲ្យពួកយើងមកជុំគ្នានោះណាសិទ្ធិផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់សពថ្ងៃតាមសាលារៀនតាមអីពួកនិស្សិតបញ្ញវន្តទៅចូលរៀនហ្នឹងគេឲ្យចូលគណៈបកគេសិតតែឲ្យរង្វាន់គេឲ្យខណ្ឌខៅនេះនោះរហូតគេឲ្យប្រយោជន៍ផ្ទាល់ខ្លួនរហូតមន្ត្រីរាជការសពថ្ងៃចុះទៅដើររស្លឹកស្នោតហ្នឹងពីព្រោះចង់បានអង្គុយកន្លែងខ្លាញ់តារាទៀតមកក្ដុំធំហ្នឹង2 3លានអ្នកសិតតែប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់ណាប្រជាប្រដ្ឋបោះឆ្នោតឲ្យហ្នឹងសរងកម្មាណាអញ្ចឹងចលនាមួយហ្នឹងអត់មានចលនាជាតិទេដើមចេញពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់វាអត់មានចលនាជាតិទេវាមានតែចលនាដែលផ្ដុំឡើងដោយប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងកូនសិស្សនៅតាមសាលាអីគេឲ្យចូលឯណាស្អីគេកាយរិទ្ធកាយអីបងប្អូនទៅមើលមិនបានប្រយោជន៍សិតតែមានប្រយោជន៍តាក់ទងប្រយោជន៍ទាំងអស់ហើយគេនិយាយថាចលនាហ្នឹងជាចលនាជាតិអត់មានរឿងអីជាតិទេអ្នកនយោបាយណាបងប្អូនត្រូវចេញឲ្យផុតពីការភ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅនឹងកិច្ចការនយោបាយតែគេភ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបើគេក្រុមគូសាបើគេមានមុខមានមាត់កាលណាអញបានធ្វើនាយករដ្ឋមន្ត្រីបានធ្វើរដ្ឋមន្ត្រីអានឹងសពកាចហើយអ្នកនយោបាយជៀសវាងឲ្យផុតអាប្រយោជន៍ផ្ទាល់ខ្លួនជាមួយនឹងកិច្ចការនយោបាយអ្នកនយោបាយត្រូវមានទស្សនៈមួយច្បាស់លាស់ថាសង្គមត្រូវដឹកនាំចែកអ្នកឯងយល់ថាសង្គមដឹកនាំចុះអញយល់ថាសង្គមដឹកនាំចែកតាមកំណត់អញនេះចង់យកអាកំណត់នឹងទៅដាក់អត់មានរឿងភ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅនឹងកិច្ចការនយោបាយ